ស្លាកលេខក៏ពិតមែនប៉ុន្តែអេតាខាងក្នុងអស់តោឲ្យបងប្អូនអើយបាទថ្មីដាច់ហ្មងបងប្អូននេះបាទក្រាមម៉ាប់កាលអីឲ្យមកឈុតហ្មងបងប្អូនបាទផ្លាស់ដៃលេខស៊ីនបាទស្រួលចូលលេខចូលអីមែនតើបាទពិតពីអេតាក្នុងនិយាយទៅថ្មីដាច់ហ្មងបងប្អូនបាទគាត់ពីគ្រឿងនេះបងប្អូនបាទសុទ្ធសឹងតែឡានដែលយើងចម្រាញ់ជំរឿសមែនតើមុននឹងកាត់ចូលបងប្អូនបាទហើយមកមើលផែនស្លាកលេខបងប្អូនសិតតែលេខដែលកំងបងប្អូនបាទតតែម្ចាស់ស្រឡាញ់ឡានណាថែឡានមែនតើបាទសម្រិតសម្រាំងទាំងទិញទាំងលេខបងប្អូនបាទមកគ្រឿងនេះលេខ57ស្អាតមែនតើបងប្អូនហើយកលិចមកមើលគ្រឿងនេះវិញបាទស្លាកលេខប៊ីសនឹងការ៉េ2បងប្អូនបាទសិតតែមេឡានខ្លឹមកាត់ចូលជូនលក់ជូនបងប្អូនហ្មងបងប្អូនណាបាទហើយបងប្អូនបាទត្រូវការជំរឿសពណ៌ខ្មៅខ្ញុំមានមួយគ្រឿងនេះឆ្នាំ016បងប្អូនមិនមែន014 15អីទេណាបាទឆ្នាំ016 option execution launch បាទក្នុងខ្មៅក្រៅខ្មៅមួយសែតតែម្ដងបងប្អូនបាទតម្លៃខ្ញុំចែកបងប្អូនក្រោម$40000យកទៅប្រើប្រាស់ហេហើយបងប្អូនដែលមិនចង់ប្រើខ្មៅបាទត្រូវហុងស៊ុយមួយពណ៌សបាទនេះកលិចមកខាងនេះមកឆ្វាច់ទៅបាទប្រភេទឆ្នាំ015 hybrid ឡើងមុខ022រ៉ូស៊ីគុជ3ហើយបងប្អូនលេខកំងបាទលេខម្ចាស់ដើមតទី1អត់មានកាត់ពី3ម្ចាស់មកពីខេត្តចូលពេញមកពីពេញចូលណាចូលណីទេបងប្អូនបាទធានាថាផែនឡានសំណុំឯកសារវិញមកគ្រប់ត្រឹមត្រូវស្របច្បាប់បងប្អូនយកទៅកាត់ឈ្មោះបានបាទមួយគ្រឿងនេះគឺតុបតែង VIP ជូនហ្មងបងប្អូនបាទអាចទស្សនាមកជុំមួយខ្ញុំខាងក្នុងបានបងប្អូនបាទណាបងប្អូនបាទទាំងយ៉ាន់ទាំងសបកគឺថាបានរៀបចំរួចរាល់សបកនៅថ្មីបាទប្រាប់បានហើយមួយគ្រឿងនេះវិញបងប្អូននិយាយទៅក្នុងក្រៅមុខក្រោយអត់មានកន្លែងណាស្ទើរចិត្តពពាលខុសពណ៌មកស្លឹកឯងបងប្អូនលេងតាំងពី body kit មកជុំវិញទៀតបងប្អូនណាបាទស្លាកលេខក៏ពិតមែនប៉ុន្តែអេតាខាងក្នុងអស់តោឲ្យបងប្អូនអើយបាទថ្មីដាច់ហ្មងបងប្អូននេះបាទក្រៅម៉ាប់កាលអីឲ្យមកឈុតហ្មងបងប្អូនបាទម៉ាប់ផ្លាស់ក្រាលទៅកលិតកលាញ់លបកកវេនកវាមអត់ស្អាតទេបងប្អូនប៉ុន្តែមួយគ្រឿងនេះបងប្អូនមើលទៅអាឡងថ្មីដូចខ្លាញ់គោហ្មងកៅអី VIP ហើយសេរីថ្មីបងប្អូនក្នុងលឿងណាបងប្អូនដែលរកក្នុងលឿងសក្នុងលឿងមួយគ្រឿងនេះគឺត្រូវម៉ាច់តែម្ដងបងប្អូនបាទហើយតម្លៃល្អមែនតើបងប្អូនប្រភេទ hybrid សមចៃខ្ពស់មែនតើហើយមកមើលគូតក្រោយខាងនេះបាទសម្រាប់ឡានមួយគ្រឿងនេះប្រភេទសំណុំដើម Toyota Alphard យើងបានតឡើងមកជាប្រភេទ Lexus LM មុខ022បងប្អូនទៅមុខទាំងក្រោយស្អាតមែនតើលេខកំងទៀតណាបាទ57និយាយទៅគ្រប់ឡានទាំងអស់នៅចូលដៃការ៉ាស់ពួកខ្ញុំអត់ដែរបិទបាំងលេខទេបងប្អូនបាទហើយមកមើល option គេបងម្លាញ់បាទនេះ option អីក៏មានដែរប្រភេទ option exclude launch បងប្អូនបាទញាក់សាច់ហ្មងអានេះយើងត្រូវ set auto មកលឹកទៀតបងប្អូនមករៀងបាទហើយមកមើលនេះបងប្អូនផ្នែកខាងក្នុងណាបាទកៅអី auto សងខាងហើយអានេះមើលដៃលេខមួយឆាច់បាទប្រភេទដៃលេខស៊ីនបាទស្រួលចូលលេខចូលអីមែនតើបងប្អូនបាទហើយនេះជាមើលខ្ញុំបើកខាងក្នុងឲ្យប្រភេទ auto 3បើកដបូលបងប្អូនអើយបាទ option កប់សេរីតែម្ដងប្រភេទ option execution launch បងប្អូនណាបាទមានតុកម្ដងដៃអង្គុយធ្វើការអីមួយសែតហ្មងបងប្អូនបាទភិនភីអេតាក្នុងនិយាយទៅថ្មីដាច់ហ្មងបងប្អូនបាទគាត់ថាវាមិនថ្មីដល់ខ្លាញ់គោទេបងប្អូនបាទគាត់ថាសភាពភិនភីឡានស្លាកលេខដៃជើងនៅប៉ុននេះបងប្អូនងាយទេបាទងាយបងប្អូនណាបាទអាចយកទៅកាត់ឈ្មោះកាត់អីបានហើយសម្រាប់បងប្អូនដែលអត់ស្រឡាញ់ប្រភេទមុខ LM បងប្អូនចង់បានខ្មៅក្នុងខ្មៅ option ឡើយនេះបងប្អូនបាទយើងអាចតម្លាក់មុខមក Toyota Alphard បានគ្រប់ឆ្នាំមុខស៊ីនក៏បានមុខ022 23 24ក៏បានដែរពីគ្រឿងនេះតម្លៃល្អចែកជូនមកយកទៅប្រើប្រាស់ណាបងប្អូនបាទតម្លៃក្រោម40000ក្រោម40000វាយដូរសេរីក៏បានទិញដាច់ក៏បានបងមលួក៏បានដែរអត់មានប្រកាន់ណាអូតម្លៃមលួផ្សេងទិញដាច់ផ្សេងគឺអត់ទេចង់បានតម្លៃល្អគុណភាពខ្ពស់ឡានផែនឡានស្អាតម្ចាស់ប្រើតហ្មងបងប្អូនមកមើលពីគ្រឿងនេះកុំឲ្យមើលម្លងណាបាទអរគុណច្រើនបាយបាយ